ពេលងាយហ្នឹងគាត់ប្រកាស2មេមកវិញហើយពីព្រឹកមួយហើយនៅគាត់ហ្នឹងมันប្រមាថដើរកាត់ស្មៅនៅតាមភ្លឺស្រែទេបងនេះមើលនេះបងទេមើលស្អីគេនេះតុនឹងតោនមកអញ្ចឹងគាត់កិនស្រូវរាល់ថ្ងៃគិនគាត់នោះហើយថ្ងៃនេះគឺមកចំពេលវេលាដែលគាត់រវល់ទៀតណាគាត់រៀបនឹងចាញ់ទៅយកស្រូវរបស់អ្នកភូមិដែលគាត់ត្រូវការកិនអញ្ចឹងណាយកមកកិនយកស្រូវមកកិនឲ្យអ្នកភូមិហ្នឹងហើយឥឡូវចំពេលគាត់មករំខានគាត់ទៅសូមបញ្ជាក់បន្តិចបងប្អូនណាបើសិនជាបងប្អូនមានគោបាល្អហើយបងប្អូនចង់ឲ្យខ្ញុំទៅថតជួយផ្សព្វផ្សាយដើម្បីលក់បងប្អូនអាចខលមកខ្ញុំបានតាមរយៈលេខ097 81 00 908បងប្អូនណាបងប្អូនអាចខលមកលេខនេះបានខ្ញុំនឹងទៅថតផ្សាយជូនបងប្អូនដល់ទីកន្លែងហើយដោយមិនគិតថ្លៃទេបងប្អូនដើមចេកទៀតពូដើមចេកនេះដើមចេកចំលើកចាញ់មិញឲ្យពីដើមចេកខាងមិញចេកនេះហើយនឹងទីពេលល្ងាចយ៉ាងម៉េចដាក់ដើមចេកទីមិញពេលម៉ោង 2 10ដាក់កន្ទក់ឲ្យស៊ីកន្ទក់បបតិចទៅដាក់ឲ្យស៊ីលាយឲ្យទីចាក់ឲ្យទីទៅហ្នឹងដើមចេកចង់ស៊ីលើកចាញ់មិញនឹងយកបាយទីទៀតបងប្អូនហ្នឹងដើមមកដល់ផ្ទះប្រយ៉ាតហើយគោរបស់គាត់នេះតោះហើយបានមកផ្ទះគាត់យូរហើយគោដល់ហ្នឹងមិនមែនគោដែលធ្លាប់ថតឲ្យបងប្អូនទស្សនាកាលពីមុនទេថ្មីទេតែមកថ្មីថតមុនលក់នៅយូរទេយីនោះតែគោដែលធ្លាប់ថតឲ្យបងប្អូនទស្សនាកាលពីលើកមុនហ្នឹងលក់អស់ហើយនេះគឺថ្មីទេនាំមកថ្មីគាត់ថ្ងៃហ្នឹងប្រកាសបានតែ3មេទេពេលល្ងាចហ្នឹងគាត់ប្រកាស2មេមកវិញហើយពីព្រឹកមួយហើយនៅគាត់ហ្នឹងมันប្រមាថដើរកាត់ស្មៅនៅតាមភ្លឺស្រែទេបងនេះមើលនេះបងទេមើលស្អីគេនេះតុនឹងតោនមកអញ្ចឹងគាត់កិនស្រូវរាល់ថ្ងៃគិនគាត់នោះហើយថ្ងៃនេះគឺមកចំពេលវេលាដែលគាត់រវល់ទៀតណាគាត់រៀបនឹងចាញ់ទៅយកស្រូវរបស់អ្នកភូមិដែលគាត់ត្រូវការកិនអញ្ចឹងណាយកមកកិនយកស្រូវមកកិនឲ្យអ្នកភូមិហ្នឹងហើយឥឡូវចំពេលគាត់មករំខានគាត់ទៅហើយកិនហើយអញ្ចឹងសល់កតុកអ្នកភូមិគាត់អត់យកកតុកអញ្ចឹងណាបងប្អូននេះព្រោះឥឡូវគេអត់សូវចិញ្ចឹមជ្រូកចិញ្ចឹមអីទេអញ្ចឹងសល់កតុកអ្នកភូមិគាត់មិនដឹងយកកតុកទៅធ្វើអីសល់កតុកបានប្រយ័ត្នមកសម្រាប់គោវត្តនេះកតុករបស់គាត់ហ្នឹងមានប្របាក់ទៅកាត់ស្មៅណាទេតុកហ្នឹងនេះមានបាក់អីអញ្ចឹងគោគាត់ល្អបងប្អូនដល់នោះសបោផេះងឹតបន្តិចហើយគោទាំង3ក្បាលហ្នឹងគាត់អត់ត្រូវការលុកទេគាត់មិនទាន់ចង់លុកទេចាំពេលណាគាត់ចង់លុកចាំប្រាប់បងប្អូនចាំផ្សាយប្រាប់បងប្អូនម្ដងទៀតពេលគាត់ចង់លុកអញ្ចឹងណាកុំដល់កន្លែងដេកចូលទីគ្រូចូលរួចជើងមានអស់វាដែរប្រកាស2មេហើយអស់កម្លាំងដេកហើយដល់ពេលម៉ោងដេកហ្នឹងស្មើនឹងហើយហើយល្ងាចហើយដែរម៉ោងចូល5ទៅហើយនេះហើយម៉ោងប្រហែលជា5ហើយបងប្អូននេះដល់ផ្ទះប្រយ៉ាតនេះស្រឡាញ់តែកន្ទុះបងប្អូននេះកន្ទុះច្រើនផ្ទះប្រយ៉ាតកន្ទុះច្រើនសបោកន្ទុះណាហើយគោគាត់ជីមិនអស់ទេ
Hit.